ខ្ញុំកណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជម្រាបជូនបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបអំពីការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលនៅឯវេទិកាតំបន់នៅក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះសេប៊ូប្រទេសហ្វីលីពីនកាលពីថ្ងៃទី29ខែមករាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជម្រាបជូនកិច្ចប្រជុំអំពីការវិវត្តថ្មីតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងសកម្មភាពនានាដើម្បីតាមដានការអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃ27ខែធ្នូឆ្នាំ2025ដែលបង្កើតឲ្យមានបទឈប់បាញ់ជាលើកទី2ប្រមុខការទូតកម្ពុជាបានសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ2025ក្នុងការសម្របសម្រួលបទឈប់បាញ់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនិងក៏បានថ្លែងអំណរគុណទៅដល់រដ្ឋជាសមាជិកអាស៊ាននានាសម្រាប់ការគាំទ្រឥតងាករេចំពោះបទឈប់បាញ់ការដោះស្រាយជម្លោះដោយសន្តិវិធីនិងការរួមចំណែកបញ្ជូនកងកម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានជម្រាបជូនសហការីអាស៊ានថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះក៏បានបង្កើតការរៀបចំនិងកិច្ចព្រមព្រៀងនានាស្ដីពីវិធានការបន្ធូរបន្ថយភាពតានតឹងនិងជំហានជាក់ស្ដែងឆ្ពោះទៅរកដំណោះស្រាយស្ថានភាពដោយសន្តិវិធីស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរហើយភាគីទាំងពីរក៏បានឯកភាពគ្នាថារាល់ការរៀបចំទាំងអស់នៅក្រោមសេចក្តីប្រកាសរួមនេះគឺមិនប៉ះពាល់ទៅដល់ការបោះបង្គោលខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយប្រទេសទាំងពីរបានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់ចាំបាច់នៃការពង្រឹងបទឈប់បាញ់ជាលើកទី2នៅថ្ងៃ27ធ្នូ2025និងការធានាសន្តិភាពសន្តិសុខនិងស្ថិរភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនតាមរយៈទំនាក់ទំនងបើកចំហនិងដោយផ្ទាល់ការជឿទុកចិត្តគ្នាទៅវិញទៅមកវិធានការកសាងទំនុកចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថាបើទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានការអនុវត្តបទឈប់បាញ់ក៏ដោយក៏នៅមានសកម្មភាពមួយចំនួនដែលមិនសមស្របទៅនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅជាពិសេសតាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដីសកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹងនិងធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាពនិងស្ដារសន្តិភាពឡើងវិញជាក់ស្ដែងនៅពេលដែលកិច្ចប្រជុំកំពុងតែប្រព្រឹត្តទៅនៅពេលនេះប្រជាពលរដ្ឋកម្ពុជាចំនួន9635 នាក់មកពី2448គ្រួសារនៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរបាននៅឡើយដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានព្រោះមានរបាំងរារាំងនិងមានការគំរាមកំហែងសន្តិសុខឬត្រូវបានរុះរើឬបំផ្លាញចោលជាលទ្ធផលពួកគេបន្តរស់នៅក្នុងជំរំជនភៀសសឹកបណ្ដោះអាសន្នហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបានបើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នានិងបង្ហាញការបដិញ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានគូបញ្ជាក់ថាកម្ពុជានៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំនិងស្មោះត្រង់នៅក្នុងការរក្សានិងអនុវត្តបទឈប់បាញ់និងសេចក្តីប្រកាសរួមទាំងស្រុងដោយសង្ឃឹមយ៉ាងមុតមាំថាវាមិនត្រឹមតែបញ្ចប់អរិភាពនឹងអាចស្ដារឡើងវិញនៅភាពស្ងប់ស្ងាត់និងប្រក្រតីភាពនៅតាមព្រំដែនតែប៉ុណ្ណោះទេក៏ប៉ុន្តែវាថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដោយយុត្តិធម៌
និងយូរអង្វែងដើម្បីឲ្យប្រជាជនប្រទេសទាំងពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាពស្ថិរភាពនិងវិបុលភាពរួមគ្នាផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហការីអាស៊ានឲ្យបន្តគាំទ្រការដោះស្រាយចំនួននេះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយដើម្បីឲ្យសន្តិភាពនិងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថាប្រឈមនឹងបញ្ហាធ្ងន់ធ្ងរម្ដងហើយម្ដងទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋដែលកំពុងតែកើនឡើងបណ្ដាលឲ្យហានិភ័យនៃការកើតឡើងនៅផ្នត់គំនិតដែលថាអ្នកខ្លាំងគឺត្រឹមត្រូវអាចคล้ายទៅជារឿងធម្មតាក្នុងនាមជាតំបន់មួយដែលឲ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួលបានយ៉ាងលំបាកហើយត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយនោះអាស៊ានពុំគួរដើរតាមមាគ៌ានេះទេការនេះគឺពាក់ព័ន្ធទៅនឹងសហគមន៍យើងគ្រួសារយើងនិងអនាគតរបស់យើងលោកជំទាវម៉ាតេរីហ្សាភីឡាហ្សារ៉ូរដ្ឋមន្ត្រីការបរទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការបន្តសម្របសម្រួលការអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025រួមទាំងការទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បន្តពីប្រទេសម៉ាឡេស៊ីទាំងនេះសបញ្ជាក់ឲ្យឃើញថាកម្ពុជារាជរដ្ឋាភិបាលកម្ពុជាមានសកម្មភាពការទូតយ៉ាងសកម្មនៅគ្រប់វេទិកាអន្តរជាតិនិងវេទិកាតំបន់ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរដាច់ខាតនៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបបាទសូមអរគុណនិងសូមគោរពលា